ពិតជាមនុស្សមហាចង្រៃមែនទៅចិនឆេវត្តបុរាណចិនទៅឡាវធ្លាក់ភ្លៀងតកបំផ្លាញខ្ទេចគ្មានសល់ពិតជាកំពូលមនុស្សមហាចង្រៃខ្លាំងណាស់ទៅដល់ទីណានាំគ្រោះមហន្តរាយដល់ទីនឹងក្រោយបញ្ចប់ការយាងទស្សនកិច្ចទៅកាន់ប្រទេសឡាវពីសំណាក់ស្ដេចសៀមភ្លាមស្រាប់តែប្រទេសឡាវជួបគ្រោះមហន្តរាយធ្លាក់ភ្លៀងតកដែលពុំធ្លាប់មានជាប្រវត្តិសាស្ត្រដែលធ្វើឲ្យខូចខាតផ្ទះសម្បែងយានយន្តនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀតនេះបើតាមការចុះផ្សាយរបស់សារព័ត៌មានឡាវកាលពីថ្ងៃទី23ខែមីនាឆ្នាំ2026พออีแม่เอ้ยสดๆโหดๆมาเฮ็ดตุ๊บอยู่ยังกันจะเบิ่งรถข่อยแตกมูดเบิดเลยนี่รถข่อยเบิ่งถึงมาเฮ็บโคตรแต่อยากให้เลยភ្លៀងតកធ្លាក់ខ្លាំងព្រមទាំងព្យុះព្រិលបានវាយប្រហារទៅលើទីក្រុងវៀងច័ន្ទរដ្ឋធានីនៃប្រទេសឡាវបន្ទាប់ពីការយាងទស្សនកិច្ចរបស់ព្រះមហាក្សត្រសៀមបានបញ្ចប់ទៅមិនយូរប៉ុន្មានដុំព្រិលតកធំដែលអ្នកស្រុកអះអាងថាមានទំហំប៉ុនកណ្ដាប់ដៃបានកំទេចកញ្ចក់បង្អួចនិងធ្វើឲ្យដំបូលប្រក់ក្បឿងសង្កសីធ្លុះរហែកបែកខ្ចាត់ខ្ចាយផ្ទះមួយចំនួនបានដួលរលំនិងបានបង្ខំឲ្យពលរដ្ឋមួយចំនួនត្រូវភៀសខ្លួនផងដែរហាក់បីដូចជាត្រូវយន្តហោះទម្លាក់គ្រាប់យ៉ាងដូចនេះអ្នកស្រុកនៅភូមិវាំងខំបានឲ្យដឹងថាសហគមន៍ទាំងមូលត្រូវបានប៉ះពាល់ដោយមានកំទេចកំទីពេញខ្ទេចខ្ទាំនៅក្នុងផ្ទះព្រមទាំងទឹកភ្លៀងបានហូរចូលតាមដំបូលដែលខូចខាតហើយរហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍អំពីអ្នករងរបួសនៅឡើយនោះទេបច្ចុប្បន្នអ្នកស្រុកបានចាប់ផ្ដើមបោសសម្អាតគំនរកំទេចកំទីនិងប្រមូលទ្រព្យសម្បត្តិដែលនៅសេសសល់ខណៈដែលអាជ្ញាធរតំបន់មិនទាន់ចេញសេចក្តីរាយការណ៍ជាផ្លូវការអំពីការវិតម្លៃការខូចខាតសរុបដែលបណ្ដាលមកពីភ្លៀងទឹកកកនេះនៅឡើយទេជាការកត់សម្គាល់គេនៅចាំបានថាការពីស្ដេចសៀមបានយាងទៅប្រទេសចិនគឺបាននាំចង្រៃដល់ចិនដែលធ្វើឲ្យវត្តបុរាណដែលមានអាយុ1500ឆ្នាំត្រូវភ្លើងឆេះខ្ទេចគ្មានសល់ហើយបានបាក់រលំស្ពានថែមទៀតដែលនេះពិតជាមនុស្សកំពូលមហាចង្រៃពិតមែនដោយឡែកក្រោយយាងមកប្រទេសឡាវក៏បាននាំចង្រៃមកដល់ឡាវទៀតគឺភ្លៀងតកបានធ្លាក់មកបំផ្លាញខ្ទេចខ្ទីប្រៀបបីដូចជាត្រូវយន្តហោះ F16 ទម្លាក់គ្រាប់យ៉ាងដូចនេះដែរតទៅមុខទៀតមិនដឹងថាស្ដេចសៀមអង្គនេះយាងទៅប្រទេសណាទៀតទេប៉ុន្តែបើតាមមើលទៅបើចង់ទៅប្រទេសណាផ្សេងទៀតនោះប្រហែលជាម្ចាស់ប្រទេសគេបដិសេធហើយព្រោះមនុស្សចង្រៃបែបនេះគេមិនចង់យកខ្លួនក្បែរនោះទេព្រោះនាំចង្រៃដល់គេ